អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ2នាក់ពាក់ព័ន្ធករណីហិង្សាយកកូនកំបិតចាក់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសជាច្រើនកន្លែងធ្ងន់ធ្ងរនៅវេលាម៉ោង 4:30 នាទីទីភ្លឺថ្ងៃទី 1 ខែវិច្ឆិកាឆ្នាំ 2025 អាវុធហត្ថរាជធានីភ្នំពេញបានទទួលបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់1291ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយជនសង្ស័យបានធ្វើសកម្មភាពយកកូនកំបិតចាក់បណ្ដាលឲ្យជនរងគ្រោះជាអ្នករត់ PASS រងរបួសជាច្រើនកន្លែងធ្ងន់ធ្ងរនៅចំណុចវត្តកំសាន្តភូមិព្រះពន្លាសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញបន្ទាប់ពីទទួលបានព័ត៌មានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញក្នុងមូលដ្ឋានខណ្ឌច្បារអំពៅបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុខាងលើភ្លាមៗធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន2នាក់រួមមាន1ឈ្មោះអេងស៊ីវលេងភេទប្រុសអាយុ17ឆ្នាំជាជនដៃដល់2ឈ្មោះវឌ្ឍនៈអៀច័ន្ទវាសនាហៅលៀមភេទប្រុសអាយុ15ឆ្នាំបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីបន្តវត្ថុតាងចាប់យកកូនកំបិតបាត់តូចចំនួន1ជាវត្ថុតាងធ្វើសកម្មភាពក្រោមវិធានការជំនាញជនសង្ស័យឈ្មោះអេងស៊ីវលេងបានសារភាពឲ្យដឹងថាខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាខាងលើពិតប្រាកដមែនដោយនៅមុនពេលធ្វើសកម្មភាពនោះខ្លួនបានយកកូនកំបិតពីឈ្មោះវឌ្ឍនៈអៀច័ន្ទវាសនាហៅលៀមធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះជាអ្នករត់ PASS ចំនួន4ទៅ5កំបិតត្រូវជាច្រើនកន្លែងបណ្ដាលឲ្យរងរបួសធ្ងន់ដោយមូលហេតុរុកខ្លួននឹងសង្សារបានបុកឃីងហៅកង់3 PASS ចេញពីម្ដុំស្ថានទូតជប៉ុននៅក្នុងវត្តកំសាន្តភូមិព្រះពន្លាសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅនៅពេលទៅដល់ក្នុងវត្តជនរងគ្រោះបានទារថ្លៃកង់3អស់ចំនួន$6,300រៀលហើយសង្សារខ្លួនបាញ់តាម AVA ចំនួន$5ហើយសុំលុយអាប់ប៉ុន្តែជនរងគ្រោះថាគ្មានលុយរាយទេបាញ់ឲ្យគ្រប់ថ្លៃបានហើយទើបបង្កការជជែកឆ្លោះប្រកែកគ្នាតែម្ដងទៅជនសង្ស័យបានបញ្ជាក់ថាកន្លងមកកាលពីអំឡុងឆ្នាំ2023-2024ខ្លួនធ្លាប់ជាប់ពន្ធនាគារម្ដងក្នុងករណីឆក់កាបូបរីឯជនសង្ស័យវឌ្ឍនៈអៀច័ន្ទវាសនាហៅលៀបបានសារភាពឲ្យដឹងដែរថាខ្លួនពិតជាបានផ្ដល់កូនកំបិតឲ្យទៅឈ្មោះអេងស៊ីវលេងប្រកាសមែនហើយកន្លងមកខ្លួនធ្លាប់ធ្លាក់ខ្លួនប្រើប្រាស់សារធាតុញៀនជាច្រើនឆ្នាំមកហើយជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់